ចង់ស្លាប់ឬយ៉ាងណាគ្រាន់តែរើដប់ទឹកសោះហ៊ានលូនចូលក្រោមឡានសុំទោសពូខ្ញុំមិនបានតាំងចិត្តទេមិនបានតាំងចិត្តក្មួយរត់កាត់មុខឡានភ្លាមបើឡានលឿនជាងនេះបន្តិចម្លេះក្មួយដេកដួលនៅក្រោមនេះបាត់ទៅហើយក្មួយរើអេតចៃឬមួយក៏ចង់រារាំងឡានដើម្បីសុំលុយបើត្រូវការជំនួយពិតប្រាកដអាចនិយាយបានគុំយកជីវិតមកលេងសើចខ្ញុំមិនយកលុយទេប្អូនប្រុសខ្ញុំគ្រុនក្តៅឆ្នាំនេះខូចមិនបានទេឈឹងឈួនកុំស្រែកកុំហុកដាក់ក្មេងពិនិត្យមើលគេសិនទៅថាមានរបួសត្រង់ណាដែរទេខ្សែក្រហមនៅលើដៃក្មួយអ្នកណាឲ្យមកជីដូនប្រាប់ថាពេលខ្ញុំកើតម៉ាក់ជាអ្នកចង់ឲ្យក្មួយឈ្មោះនានមែនទេហេតុអ្វីពូស្គាល់ឈ្មោះហើយក្រៅខ្ញុំពេលក្មួយនៅតូចក្មួយមិនព្រមដេកម៉ាក់ក្មួយតែងតែគ្រវីកណ្ដឹងប្រាក់តូចនេះដើម្បីលួងក្មួយប្អូនប្រុសក្មួយឈ្មោះស៊ីវយ៉ូមែនទេគុំនិយាយអីម៉ាក់បោះបង់ពូយើងចោលយូរហើយគាត់មានគ្រួសារថ្មីទៅហើយគាត់ថាសំបីតែស្លាប់ក៏មិនឲ្យពូយើងទៅរកគាត់ដែរគួនឈីងកុំរំជួលចិត្តពេកដកដង្ហើមវែងឈឹងគេគឺជានានគេពិតជាកូនស្រីរបស់ខ្ញុំមែនពូសូមទោសដែលនិយាយសំឡេងខ្លាំងដាក់ក្មួយមុននេះប្អូនក្មួយណៃណានាំពូយើងទៅរកប្អូនក្មួយទៅម៉ាក់មិនបញ្ជូនពួកកូនត្រឡប់ទៅផ្ទះពូក្មេងវិញមែនទេមិនបញ្ជូនទៅទេនានម៉ាក់ជាម៉ាក់របស់កូនម៉ាក់អាចបញ្ជូនកូនត្រឡប់ទៅបានដោយរបៀបណាតែពូនិយាយថាលុយដែលម៉ាក់ផ្ញើមកជារៀងរាល់ខែគឺគ្រាន់តែសម្រាប់ឲ្យពូយើងហូបបាយប៉ុណ្ណោះគាត់ថាម៉ាក់រៀបការថ្មីជាមួយអ្នកដទៃយូរហើយមិនចង់បានកូនជាប់ខ្លួនទាំងពីរអ្នកនេះទៀតទេប៉ុន្មានឆ្នាំនេះម៉ាក់ផ្ញើប្រាក់ចំណាយក្នុងជីវភាពឲ្យពួកកូនរាល់ខែទាំងថ្លៃសិក្សាថ្លៃសម្លៀកបំពាក់និងថ្លៃព្យាបាលជំងឺមិនដែលខ្វះមួយសេនទេពួកកូនមិនដែលទទួលបានសំបីតែម្ដងមែនទេកូនឈប់រៀនតាំងពីអាយុ13ឆ្នាំមកម្លេះពូនិយាយថាផ្ទះអត់លុយក៏ឲ្យកូនទៅលាងចាននៅហាងបាយហើយពេលស៊ីវយូឈឺគាត់ក៏មិនព្រមនាំទៅមន្ទីរពេទ្យដែរចុះឪពុកបង្កើតរបស់ពួកកូនទៅណាប៉ាកូនញៀនលបែងរហូតគាត់យកផ្ទះទៅដាក់បញ្ចាំអស់ហើយថែមទាំងជំពាក់លុយគេច្រើនណាស់កាលពីកន្លះខែមុនម្ចាស់បំណុលមកទាដល់មុខផ្ទះគាត់ក៏រត់គេខ្លួនបាត់ទៅចុះហេតុអ្វីពូរបស់កូនមិនប្តឹងប៉ូលីសបែរជាឲ្យពួកកូនមកដើររើអេតចៃទៅវិញកូនលួចជួយពូនិយាយជាមួយប្រុសម្នាក់ថាកូនអាយុ14ឆ្នាំហើយអាចបញ្ជូនទៅធ្វើការនៅរោងចក្រឯខេត្តផ្សេងបាន3ឆ្នាំដើម្បីសងបំណុលលបែងរបស់ប៉ាគាត់ថែមទាំងនិយាយថាស៊ីវយូនៅក្មេងមានគេព្រមចេញលុយយកទៅចិញ្ចឹមហើយគាត់ចង់កម្ចាត់ពួកយើងទាំងពីរអ្នកចោលគាត់មិនបាច់ខ្វល់ទៀតទេខ្ញុំមិនខ្លាចការគេយកទៅលក់ធ្វើការទេខ្ញុំខ្លាចគាត់បំបែកខ្ញុំនិងប្អូនប្រុសចេញពីគ្នាពេលយកប្អូនប្រុសខ្ញុំក្តៅខ្លួនគេតែងតែហៅខ្ញុំបើអត់មានខ្ញុំសំបីតែទឹកផឹកក៏គេមិនបានស្រួលដែរដូច្នេះហើយទើបនាងនាំប្អូនប្រុសរត់ចេញមកខ្ញុំឆ្លៀតពេលពូស្រវឹងហើយបីប្អូនរត់ចេញមកពួកយើងដើរអស់មួយយប់រួចមកក៏ដេកនៅក្រោមស្ពានចាស់នោះមិញនាងថាប្អូនក្តៅខ្លួនគេក្តៅយូរប៉ុណ្ណាហើយថ្ងៃទី3ហើយពេលថ្ងៃគ្រាន់បើបន្តិចពេលយប់គេតែងតែនិយាយរំរាយខ្ញុំរើដប់បានលុយខ្លះទិញបានត្រឹមថ្នាំបញ្ចុះកម្ដៅប៉ុណ្ណោះលេខាឆេនតាក់ទងមន្ទីរពេទ្យចិត្តនេះឲ្យកុមារពេទ្យត្រៀមទទួលអ្នកជំងឺជាបន្ទាន់ហើយទូរស័ព្ទប្តឹងប៉ូលីសផងក្មេងនេះអាចជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សខុសច្បាប់ពូកុំចាប់ប្អូនប្រុសខ្ញុំអីណាគេមិនមែនក្មេងអាក្រក់ទេរៀបចំឡានមួយទៀតទៅស្ពានចាស់នោះក្មេងប្រហែលជានៅក្តៅខ្លួនខ្លាំងគ្មាននរណាចាប់ប្អូននាងទេពូទៅទទួលគេយកទៅផ្ទះស៊ីវយូបងស្រីមកដល់ហើយភ្ញាក់ឡើងប្អូនបងស្រីកុំយកបងស្រីទៅណាអីខ្ញុំអាចញ៉ាំបាយតិចជាងនេះក៏បានដែរក្តៅខ្លួនខ្លាំងណាស់ទៅមន្ទីរពេទ្យភ្លាមកុំខ្ញុំមិនទៅជាមួយអ្នកទេពូនិយាយថាមានគេនឹងយកខ្ញុំទៅលក់យកលុយឆេវយូពូមិនមែនជាមនុស្សរបស់ពូថ្លៃទេពូគឺជាស្វាមីបច្ចុប្បន្នរបស់ម៉ាក់កូនគ្មានប៉ាទេប៉ាបោះបង់ពូយើងចោលហើយប៉ាបង្កើតមិនខ្វល់ពីកូនមិនមែនមានន័យថាមិនមានអ្នកណាខ្វល់ពីកូនទេចាប់ពីថ្ងៃនេះទៅពូនឹងការពារកូននិងបងស្រីកូនបងស្រីតើគាត់នឹងយកពូយើងត្រឡប់ទៅវិញទេអត់ទេថ្ងៃនេះអ្នកណាហ៊ានមកយកពួកកូនទៅសួរពូសិនថាពូព្រមអត់ណែនឆេវយូម៉ាក់សុំទោសមកដល់យឺតពេកហើយបងស្រីក៏នៅទីនេះដែរគ្មានអ្នកណាអាចបំបែកពួកកូនបានទេម៉ាក់មិនបានបោះបង់ពួកកូនចោលទេរាល់ខែម៉ាក់សុទ្ធតែផ្ញើប្រាក់ឲ្យហើយក៏ធ្លាប់ផ្ញើខោអាវនិងសម្ភារៈសិក្សាទៅដែរម៉ាក់ស្មានតែពួកកូនរស់នៅយ៉ាងសុខស្រួលជាមួយប៉ាម៉ាក់ទៅមន្ទីរពេទ្យសិនក្មេងរងចាំមិនបានទេរឿងរ៉ាវរបស់អ្នកធំចាំគិតគូរដោះស្រាយគ្នានៅពេលក្រោយក្មេងមានអាការក្តៅខ្លួនខ្លាំងដោយសារឆ្លងមេរោគផ្លូវដង្ហើមហើយមានអាការខ្វះជាតិទឹកបន្តិចបន្តួចនិងកង្វះអាហារូបត្ថម្ភសំណាងហើយដែលបញ្ជូនមកទាន់ពេលវេលាត្រូវសម្រាប់ព្យាបាលនៅមន្ទីរពេទ្យសិនយប់នេះត្រូវព្យាយាមបញ្ចុះកម្ដៅឲ្យបានលោកគ្រូពេទ្យការសម្រាប់នៅមន្ទីរពេទ្យថ្លៃណាស់មែនទេកូនអាចចេញទៅរើដបផ្លាស្ទិកបន្តបានចាប់ពីថ្ងៃនេះទៅមិនអនុញ្ញាតឲ្យរើអេតចៃទៀតទេតែបើកូនមិនរកលុយប្អូនប្រុសនឹងគ្មានថ្នាំលេបទេថ្នាំរបស់ប្អូនប្រុសក្មួយពូជាអ្នកទិញឲ្យរឿងរៀនសូត្រពូជាអ្នកធានាជីវិតពួកក្មួយក៏មិនចាំបាច់ឲ្យក្មេងអាយុ14ឆ្នាំដូចជាក្មួយមកទ្រាំម្នាក់ឯងដែរពូម៉ាក់ចិត្តមានកូនផ្ទាល់ខ្លួនហើយបើពូយើងចូលទៅនៅជាមួយតើនឹងធ្វើឲ្យពូអ្នកទាំងពីរឆ្លោះគ្នាទេកូនក្នុងផ្ទៃម៉ាក់ក្មួយជាកូនក្មួយនិងអាតូចក៏ជាកូនដែរបើផ្ទះមួយបើទោះជាក្មេងរងទុកពីអ្នកនេះក៏មិនអាចទទួលយកបានអ្នកដែលខុសមិនមែនក្មេងទេគឺមនុស្សធំចេញពីមន្ទីរពេទ្យហើយត្រឡប់ទៅផ្ទះជាមួយម៉ាក់ក្មួយមិនបាច់ទៅដេកក្រោមស្ពានទៀតទេពួកយើងនៅតែប៉ុន្មានថ្ងៃនឹងទៅវិញហើយក្មួយនឹងបោកខោអាវបោះផ្ទះនឹងចេះមើលប្អូនប្រុសដែរនឹងមិនមែនមកស៊ីបាយអត់ទេត្រឡប់មកផ្ទះខ្លួនឯងមិនចាំបាច់ធ្វើការដើម្បីដូរនឹងកន្លែងដេកទេហេតុអ្វីមិនញ៉ាំពួកយើងរងចាំពូអ្នកទាំងពីរញ៉ាំរួចសិនចាំញ៉ាំកាលពីនៅផ្ទះពូក្មេកក៏បែបនេះដែរម្ហូបឆ្ងាញ់ឲ្យគេញ៉ាំមុននៅសល់សឹមពូយើងបានប៉ះពូចង់ប្រាប់ក្មួយថាចាប់ពីពេលនេះទៅផ្ទះនេះញ៉ាំបាយមិនចាំបាច់រងចាំបាយសល់ពីគេទេលោកកែលោកជែង
ផុសតាំងត្រូវបានរកឃើញច្បាស់លាស់ហើយក្នុងរយៈពេល6ឆ្នាំកន្លងមកនេះលោកជាងបានផ្ដល់ប្រាក់ថ្លៃចំណាយជីវិតថ្លៃសិក្សានិងថ្លៃព្យាបាលសរុប87,000,000ដែលត្រូវបានផ្ទេរចូលក្នុងគណនីគ្រប់គ្រងដោយ Shaw Deview ទាំងអស់បន្ទាប់ពីប្រាក់ចូលដល់ភាគច្រើនត្រូវបានផ្ទេរទៅឲ្យកូនបង្កើតរបស់គាត់ដើម្បីទិញឡានតុបតែងផ្ទះនិងសងប្រាក់កម្ចីយើងក៏បានរកឃើញអ្នកជិតខាងមកធ្វើជាសាក្សីដែរណែនបន្ទាប់ពីអាយុ3ឆ្នាំត្រូវបានបង្ខំឲ្យឈប់រៀនទៅធ្វើការជាយូឈឺក៏មិនបានទទួលការព្យាបាលក្នុងរយៈពេលយូរដែរនៅក្នុងការថតសម្លេងនេះ Shaw Deview បានពិភាក្សាជាមួយមេការរោងចក្រខាងក្រៅដើម្បីបញ្ជូនណែនទៅរោងចក្រដោះបំណុលល្បែងរបស់ Shaw Shaking ប្រាក់កក់ 20,000 ទៀតគឺជាប្រាក់ដែលបង់ដោយ Make Shaw ខុសច្បាប់ដោយសរសេរកំណត់សម្គាល់ថាជាថ្លៃណែនាំក្មេងប្រុសប្រគល់ក្មេងតូច2នាក់នោះមកឲ្យអញខ្ញុំជាពូរបស់ពួកគេហើយក៏ជាអ្នកអាណាព្យាបាលដែរអ្នកមានសិទ្ធិអ្វីមកដណ្ដើមក្មេងពីផ្ទះខ្ញុំឪពុកវាជំពាក់លុយគេមិនទាន់សងទេបើក្មេង2នាក់នេះរត់បាត់ទៅតើខ្ញុំត្រូវឆ្លើយប្រាប់ម្ចាស់បំណុលយ៉ាងម៉េចក្មេងមិនមែនជាបំណុលទេហើយក៏មិនមែនជាទំនិញដែលអ្នកយកទៅដូរលុយបានដែរពួកគេរស់នៅស៊ីនៅជាមួយខ្ញុំចុះខ្ញុំយកថ្លៃចំណាយជីវិតខ្លះវាខុសត្រង់ណាអ្វីដែលអ្នកយកទៅគឺប្រាក់87,000,000ដែលខ្ញុំឲ្យក្មេងហេតុអ្វីណែនត្រូវឈប់រៀនហេតុអ្វីឆេវយូក្តៅខ្លួនរហូតដល់ដេកតាមស្ពានលុយទាំងនោះទៅណាអស់ហើយខ្ញុំគ្រាន់តែជួយទុកដាក់ជំនួសពួកគេប៉ុណ្ណោះបងប្រុសខ្ញុំជំពាក់បំណុលគេដែលខ្ញុំយកលុយមកសងបំណុលក៏ព្រោះតែចង់ជួយគ្រួសារនេះដែរយកលុយរបស់ក្មេងទៅទិញឡានឲ្យកូនប្រុសអ្នកក៏ហៅថាដើម្បីគ្រួសារដែរមែនទេលោកចៅអ្នកមានជាប់ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចប្រាក់ចំណាយប្រចាំថ្ងៃរបស់អនិច្ចជនក្លែងបន្លំឯកសារអាណាព្យាបាលនិងខុបខិតជាមួយអ្នកដទៃដើម្បីផ្ទេរទ្រព្យសម្បត្តិអនិច្ចជនដោយខុសច្បាប់ភស្តុតាងពាក់ព័ន្ធទាំងអស់ត្រូវបានដាក់ជូនរួចរាល់ហើយនាងកូនប្រាប់ប៉ូលីសទៅថាកូនរត់ចេញពីផ្ទះដោយខ្លួនឯងមែនទេខ្ញុំរត់ចេញមកមែនព្រោះអ្នកនិយាយថានឹងលក់ខ្ញុំនិងប្អូនប្រុសរបស់ខ្ញុំទៅឲ្យគេពេលយកលុយរបស់ក្មេងអ្នកថាអ្នកជាចាស់ទុំតែពេលដែលអ្នកចង់លក់ក្មេងហេតុអ្វីបានជាអ្នកភ្លេចថាខ្លួនឯងជាចាស់ទុំទៅវិញនេះជារឿងផ្ទៃក្នុងគ្រួសាររបស់យើងអ្នកក្រៅគ្មានសិទ្ធិជ្រៀតជ្រែកទេចាប់តាំងពីពេលដែលអ្នកចាត់ទុកពួកគេដូចជាបន្ទុកមកនេះមិនមែនជារឿងគ្រួសារទេតែវាជាអំពើខុសច្បាប់បន្ទប់ពីនេះទុកឲ្យនាងហើយទុកឲ្យស៊ីវយូចាប់ពីពេលនេះទៅចូលបន្ទប់ខ្លួនឯងមិនបាច់គោះទ្វារទេហើយក៏មិនបាច់សួរថាអាចគេងបានឬអត់ទៀតដែរពូមិនខ្លាចពូយើងធ្វើឲ្យពូលំបាកទេមែនទេការដែលកូនត្រូវរងទុក្ខមិនមែនជាកំហុសរបស់កូនទេក្មេងក្នុងផ្ទៃម្ដាយកូនគឺជាកូនរបស់ពូរីឯកូនដែលគាត់មានពីមុនក៏ជាកូននៃគ្រួសារនេះដូចគ្នាអញ្ចឹងតើថ្ងៃក្រោយខ្ញុំអាចហៅពូថាបប៉ាក៏បានទេឲ្យតែនាងហ៊ានហៅប៉ាក៏ហ៊ានឆ្លើយដែរប៉ាបង្កើតលេងល្បែងជំពាក់បំណុលគេរួចបោះបង់កូនចោលរត់គេចខ្លួនពូបង្កើតលួចលេបត្របាក់ប្រាក់ចំណាយក្មេងហើយថែមទាំងចង់លក់ក្មេងយកលុយទៀតចាប់ពីថ្ងៃនេះទៅកូនគឺជាកូនប្រុសរបស់ពុកចាប់ពីពេលនេះទៅនៅក្នុងផ្ទះនេះនឹងមិនឲ្យកូនដេកក្រោមស្ពានទៀតទេមិនឲ្យកូនដើររើអេតចាយដើម្បីទិញថ្នាំទៀតទេរឹតតែមិនឲ្យកូនរងចាំគេញ៉ាំសទើបហ៊ានអង្គុយញ៉ាំបាយនោះដែរអ្នកណាដែលគិតថាឪពុកចង់បែបនេះសំនឹងទទួលបានពាក្យថាបប៉ាសូមជួយខមមិនថាដូចមិនមែនជាកូនបង្កើតតែស្រឡាញ់ជាងកូនបង្កើតផង